បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ចែករំលែកគឺយើងទៅស្វែងយល់អំពី AI for Auxin របស់ Code.org ណាបាទអញ្ចឹងខ្ញុំអាចចូលទៅកន្លែង search ហើយយើងវាយពាក្យថា AI for Auxin បាទបែបនេះហើយយើង enter ទៅបន្ទាប់មកយើងឃើញនៅខាងលើគេនេះគេដាក់ Code.org នេះបាទយើងចុចលើវាតែម្ដងទៅបាទសូមបញ្ជាក់ថា AI for Auxin នេះទាំងអស់យើងមាន8មេរៀនហើយនៅពេលដែលយើងបញ្ចប់8មេរៀនយើងនឹងទទួលបាន certificate បញ្ជាក់មួយដែលមេរៀននីមួយៗវាអាចមានជាវីដេអូឬក៏ការអនុវត្តបាទនេះគេចង់បង្ហាញពីវីដេអូដំបូងបំផុតហ្នឹងថា AI ធ្វើការដោយរបៀបណាតើម៉ាស៊ីនហ្នឹងវារៀនដោយរបៀបណាបាទអញ្ចឹងយើងអាច play វីដេអូហ្នឹងមើលដល់ចប់ទៅប៉ុន្តែដល់ពេលខ្លីខ្ញុំសូមអនុវត្តយកតែម្ដងបាទអញ្ចឹងយើងអាចចូលទៅកាន់មេរៀនបាទកន្លែងនេះគេគាត់ប្រាប់ថាវាមានសម្រាមដែលវាធ្លាក់ទៅក្នុងបាតសមុទ្រនឹងច្រើនមែនទែនហើយគេចង់ឲ្យ AI ឬក៏ robot ហ្នឹងធ្វើការដើម្បីទៅសម្អាតបាតសមុទ្របាទខ្ញុំសង្ខេបខ្លីៗឥឡូវយើងទៅបរៀន AI ទាំងអស់គ្នាណាបាទតែជាដំបូង AI គឺវាអត់អាចដឹងថាអាណាជាសម្រាមអាណាជាត្រីទេប៉ុន្តែយើងអាចជួយវាបានដោយការបរៀនវាណាបាទអញ្ចឹងយើងប្រើវាថាអាណាជាត្រីអាណាមិនមែនជាត្រីណាបាទអញ្ចឹងយើងត្រូវផ្ដល់ទិន្នន័យទៅឲ្យវាដើម្បីឲ្យវាធ្វើការបាទដូចនេះជាត្រីយើងយកជាត្រីបាទយើងគ្រីសមកបាទ fish បាទ fish បាទនេះអត់មែនទេយើងយក not fish ណាបាទអញ្ចឹងគេថាសម្រាមមានច្រើនមែនតើធ្លាក់ទៅក្នុងបាតសមុទ្ររាល់ឆ្នាំបាទអញ្ចឹងគេចង់សម្អាតវាបាទតោះឥឡូវផ្ដល់ទិន្នន័យឲ្យទៅ robot សិនមកបាទនេះជាត្រីនេះមិនមែនទេបាទនេះបែបនេះបាទនេះមិនមែនបាទយើងយកមិនមែនបាទអញ្ចឹងគេថាវាមានសម្រាមច្រើនហើយការសម្អាតហ្នឹងគឺចំណាយពេលលុយច្រើនមែនតើបាទអញ្ចឹងគេចង់ឲ្យ robot ហ្នឹងទៅធ្វើការបាទអញ្ចឹងយើងអាចទៅទៀតតែម្ដងបាទនេះ fish បាទនេះមិនមែនទេបាទអានេះជា fish បាទអញ្ចឹងយើងអាចបរៀនវាដោយផ្ដល់ទិន្នន័យហើយសូមបញ្ជាក់ថាទិន្នន័យកាន់តែច្រើនកាន់តែល្អហ្នឹងណាបាទដើម្បីឲ្យ AI វាធ្វើការបានល្អគឺយើងមានទិន្នន័យច្រើនឲ្យវាបាទអញ្ចឹងខ្ញុំយកតែប៉ុណ្្នឹងទេដោយសារតែយើងមានពេលខ្លីបាទខ្ញុំសូមយកពាក្យថា continue ដើម្បីឲ្យ AI ហ្នឹងទៅក្នុងបាតសមុទ្រផ្ទាល់ហើយឲ្យវាចាប់មើលទៅវាចាប់បានត្រីឬក៏សម្រាមហ្នឹងដូចដែលយើងចង់បានដែរឬទេបាទអញ្ចឹងយើងឲ្យវា scan តែម្ដងបាទអានេះគឺជាសម្រាមតែវាយ៉ាងម៉េចគឺវាអនុញ្ញាតឲ្យទៅគឺវាគិតថាវាជាត្រីបាទមូលហេតុអីនេះគឺជាសម្រាមដែរបាទអាចថាពេលខ្លះយើងផ្ដល់ទិន្នន័យរបស់វាមិនទាន់គ្រប់គ្រាន់អញ្ចឹងគឺវាអាចស្គាល់ទេវាអត់ទាន់ចាំបានទេបាទអញ្ចឹងយើងអាច train វាភាសាទៀតបានបាទខ្ញុំចុច continue ទៅបាទអញ្ចឹងយើងមើលជាក់ស្ដែងដែលវា scan បានហ្នឹងគឺមានសម្រាមច្រើនបាទដោយសារអីទាំងអស់នេះគឺយើងអត់ទាន់ប្រាប់វាថាវាជាសម្រាមទេបាទអញ្ចឹងយើងអាច train more បានបាទនេះ train more ខាងឆ្វេងនេះបាទប៉ុន្តែខ្ញុំអត់ train ទេគឺអ្នកទាំងអស់គ្នាអាច train បានប៉ុន្តែខ្ញុំអត់បាន train ទេដោយសារពេលខ្លីអញ្ចឹងយើង train ទៅវានឹងចាប់បានធម្មតាហើយឥឡូវខ្ញុំចូលទៅកាន់មេរៀនបន្ទាប់ទៀតបាទនេះវាដឹងថាអាណាត្រីអាណាមន្ត្រីហើយតាមតែការបរៀនរបស់យើងក៏មកថាជាក់ស្ដែងនៅក្នុងសមុទ្រវាមិនមែនមានតែត្រីទេវាមានសត្វផ្សេងទៀតដែលជាសត្វមានជីវិតបាទអញ្ចឹងនៅពេលដែលយើង scan នៅពេលដែលសម្រាមគឺវាចាប់បាទប៉ុន្តែដូចជាសត្វផ្សេងទៀតគឺ AI អត់ទាន់ស្គាល់ទេអញ្ចឹងយើងត្រូវផ្ដល់ទិន្នន័យកាន់តែច្រើនជាងហ្នឹងឬក៏លម្អិតជាងហ្នឹងទៀតដើម្បីឲ្យ AI ហ្នឹងវាធ្វើការបាទឲ្យធ្វើការបានត្រឹមត្រូវអញ្ចឹងយើងចាប់ផ្ដើម train វាបន្ថែមទៀតទៅលើសត្វផ្សេងទៀតក្រៅពីត្រីណាបាទអញ្ចឹងយើងអាច train ចូលមេរៀនបន្ទាប់មកបាទនេះយើង train ទៅបាទខ្ញុំនេះត្រីអានេះជាសត្វមានជីវិតយើងយកសត្វមានជីវិតណា yes ណាប៉ុន្តែបើសម្រាមយក no ណាបាទអញ្ចឹងគេថាសម្រាមហ្នឹងគឺវាជាហេតុផលដែលបំពុលទៅក្នុងសមុទ្រហើយប៉ះពាល់ដល់សត្វផ្សេងទៀតដែរមិនមែនប៉ះពាល់តែត្រីទេបាទសូម្បីមនុស្សយើងក៏ប៉ះពាល់ដែរបាទអញ្ចឹងយើង train ទៀតបាទអានេះមិនមែនទេបាទអានេះជាសត្វមានជីវិតអញ្ចឹងយើង train ទៀតមកបាទអញ្ចឹងខ្ញុំចុច continue ដោយសារខ្ញុំលោកអ្នកមានពេលច្រើនលោកអ្នកអានទៅគេគាត់បញ្ជាក់ពីភាពទូទៅដែលសម្រាមនឹងប៉ះពាល់ហេតុអីបានយើងត្រូវបរៀន AI ឲ្យបានលម្អិតណាបាទគេប្រាប់ក្នុងហ្នឹងបាទនេះបែបនេះបាទអញ្ចឹងខ្ញុំរើសមកសត្វមានជីវិតអានេះមិនមែនទេបាទអញ្ចឹងបើមានពេលគឺយើង train ឲ្យកាន់តែច្រើនហើយយើងចាំមើលថាតើការសម្អាតរបស់វានៅក្នុងបាតសមុទ្រហ្នឹងយ៉ាងដូចម្ដេចដែរបាទឥឡូវខ្ញុំឈប់ train ហើយខ្ញុំទៅបន្ទាប់ហ្មងទៅដើម្បីឲ្យវាទៅ scan នៅក្នុងសមុទ្រផ្ទាល់ណាបាទនេះគឺបែបនេះបាទអញ្ចឹងគឺវាទៅហើយឃើញទេបាទអានេះសម្រាមក៏ទៅដែរដោយសារអីយើង scan អត់ទាន់ដល់អត់ប្រាប់ថាអានឹងជាសម្រាមបាទអញ្ចឹងអានេះវា scan ណាវាស្គាល់ណាបាទខ្ញុំចុច continue បាទលោកអ្នកអាចមើលបានបន្ថែមទៀតបាទតែ
អិតទៅក្នុងនឹងទៀតទេបាទយើងអាច train មួបានករណីយើងឃើញអ្នកជាក់ស្ដែងអ្នកសម្រាមជាច្រើនវាអត់ស្គាល់ទេវាថាជាសត្វមានជីវិតដែរអញ្ចឹងយើងអាច train បន្ថែមបាទនេះជាវីដេអូបង្ហាញអំពីរបៀប train កុំឲ្យទិន្នន័យនឹងវាលំអៀងបាទដោយសារមិញលំអៀងច្រើនមែនតើបាទនេះក្រៅពី train សត្វមានជីវិតហើយឲ្យវាស្គាល់ហើយគឺយើងអាច train បន្ថែមទៀតដើម្បីឲ្យទិន្នន័យកាន់តែប្រកបទៀតបាទព្រោះធម្មតា AI ដែលមានទិន្នន័យតិចវាអាចលំអៀងអញ្ចឹងឧទាហរណ៍ត្រីពណ៌ក្រហមបាទអញ្ចឹងបើអាណាមិនមែនពណ៌ក្រហមខ្ញុំអត់យកទេប៉ុន្តែអានេះក្រហមខ្ញុំគិតតែក្រហមអានេះអត់ទេបាទអត់ចឹងមកអានេះក្រហមបាទតកតងទៅនឹងការបរៀនពណ៌ម្ដងណាបាទអញ្ចឹងទិន្នន័យដំបូងទូលំទូលាយទេប៉ុន្តែនៅពេលដែលយើងបរៀនវាចេះច្រើនហើយគឺយើងផ្ដល់ទិន្នន័យកាន់តែលម្អិតដើម្បីឲ្យ AI ធ្វើការបានកាន់តែល្អកាន់តែប្រសើរហើយដូចអីដែលយើងចង់បានជៀសវាងការលំអៀងខ្លាំងបាទដូចរាល់ថ្ងៃគឺយើងគិតថា AI វាអត់សូវលំអៀងខ្លាំងទេបាទចំពោះភាសាបរទេសតែភាសាខ្មែរយើងអាចថាមានបញ្ហាច្រើនដោយសារអីដោយសារទិន្នន័យរបស់យើងបាទអញ្ចឹងខ្ញុំ train តែប៉ុណ្្នឹងទេបាទហើយខ្ញុំចុចពាក្យថា continue បាទបន្ទាប់មកគឺយើងឲ្យ AI ទៅ scan ថាបាទត្រីណាមានពណ៌ក្រហមបាទដោយសារយើងរើសណាបាទអញ្ចឹងពណ៌លឿងវាអត់ចាប់ទេប៉ុន្តែពណ៌ក្រហមគឺវាស្គាល់ដោយសារអីត្រីមួយដែលដំបូងមិញហ្នឹងគឺយើងបាន train វាហើយវាស្គាល់ហើយបាទជាមួយត្រីនេះបាទវាស្គាល់អានេះក៏វាស្គាល់ដោយសារអីយើង train ណាបាទអានេះគឺយើង train ថាវាមិនមែនពណ៌ក្រហមបាទអានេះពណ៌ក្រហមដែរតែអត់ស្គាល់ហេតុអីដោយសារតែយើង train វាអត់តដល់បាទអូខេខ្ញុំចុច continue បាទនេះគឺវាចាប់បានភាគច្រើនគឺត្រីពណ៌ក្រហមដោយសារទិន្នន័យជាច្រើនយើងបរៀនវាត្រូវបាទអញ្ចឹងយើងអាច train more បាទបង្ហាញបន្ថែមបើសិនបើមានទិន្នន័យលំអៀងប៉ុន្តែបើអត់ទេយើងអាចតទៅទៀតបាទនេះតកតងទៅនឹងឥទ្ធិពលរបស់ AI នៅក្នុងសង្គមរបស់យើងហើយវាធ្វើការដោយរបៀបណាបាទអញ្ចឹងខ្ញុំសូមបន្តទៅទៀតតែម្ដងបាទនេះតកតងទៅនឹងការ train បន្ថែមទៅលើអារម្មណ៍របស់ត្រីឧទាហរណ៍ថាអារម្មណ៍ត្រីនឹងមិនខ្លះនេះវាកាន់តែលម្អិតណាបាទអញ្ចឹងខ្ញុំយក happy មួយមកបាទអញ្ចឹងខ្ញុំចង់បរៀនថាត្រី happy ហ្នឹងវាមានលក្ខណៈបែបម៉េចបាទដើម្បីឲ្យ AI ហ្នឹងវាស្វែងយល់កាន់តែលម្អិតបាទនេះមិនមែន happy ទេបាទដូចខឹងមិនទេណាបាទនេះដូចភ័យអញ្ចឹងណាអានេះបាទអញ្ចឹងយើងអាចបរៀនកាន់តែលម្អិតដើម្បីឲ្យ AI ហ្នឹងវាកាន់តែសុក្រិតហើយគុណភាពរបស់វាកាន់តែល្អបាទអញ្ចឹងអានេះមិនមែន happy ទេគឺក៏មិនមែនណាបាទអានេះក៏មិនមែនអានេះក៏មិនមែននេះក៏មិនមែនតែអានេះខ្ញុំអញ្ចឹងយើងគិតថា happy ចុះឧទាហរណ៍អញ្ចឹងណាបាទអញ្ចឹងការបរៀនអាស្រ័យទៅលើអ្នកផ្ដល់ទិន្នន័យបាទផ្ដល់មិនគឺ AI វាធ្វើការបែបហ្នឹងបាទអញ្ចឹងឧទាហរណ៍បែបនេះបាទអានេះ happy ណាញឹមបាទអានេះថា happy ចាបាទអូខេអញ្ចឹងកាលណាទិន្នន័យកាន់តែច្រើនវាជួយ AI ហ្នឹងរៀនកាន់តែបានល្អខ្ញុំអត់បរៀនទៀតទេខ្ញុំទៅតែម្ដងបាទហើយយើងចាប់ផ្ដើម scan មើលថាតើ AI ហ្នឹងវាធ្វើការដោយរបៀបណាបាទតើវាធ្វើការត្រឹមត្រូវអត់ដូចដែលយើងចង់បានអត់ណាបាទអានេះអត់ញឹមសោចប៉ុន្តែវាចាប់អត់បានបាទអញ្ចឹងយើងអាចស្វែងយល់ដោយខ្លួនឯងតែមួយនេះវាស្គាល់បាទដោយសារយើងផ្ដល់ទិន្នន័យណាបាទអញ្ចឹងខ្ញុំសូមបញ្ចប់តែម្ដងបាទអញ្ចឹងបើលោកអ្នកមានពេលច្រើនអាចបរៀនវាលម្អិតទៅហើយបើសិនបើអត់មានពេលទេអាចកាត់ខ្លីបានប៉ុន្តែខ្ញុំចង់ឲ្យធ្វើឲ្យបានល្អហើយយើងអាចចូលទៅ new word បរៀនពាក្យថ្មីឲ្យវាស្គាល់ទៀតពីអារម្មណ៍ត្រីបាទខ្ញុំ finish ហើយអញ្ចឹងបន្ទាប់ពី finish សូមសរសេរឈ្មោះរបស់អ្នកឧទាហរណ៍ឈ្មោះខ្ញុំចិនភិរុនចេះបាទខ្ញុំចុចពាក្យ submit ដើម្បីឲ្យខ្ញុំ certificate ហ្នឹងវាបំពេញឈ្មោះខ្ញុំបាទយើងចុចបែបហ្នឹងទៅគឺវា load ឈ្មោះហើយលោកអ្នកអាច print ចេញមកជា certificate ដែលបង្ហាញថាយើងបានបញ្ចប់ទៅលើវគ្គសិក្សាមួយហ្នឹង AI for Auxin ហ្នឹងណាបាទអញ្ចឹងបានហើយយើងអាច save រូបនឹងទុកទៅបាទម៉ៅស្ដាំយកពាក្យថា save image as ហើយយើងរើកន្លែងទុកទៅបាទអញ្ចឹងមេរៀនរបស់ខ្ញុំដែលចង់បង្ហាញមានប៉ុណ្ណឹងតកតងទៅនឹងការទៅស្វែងយល់ពីកម្មវិធី AI for Auxin ដើម្បីដឹងថាតើ AI ធ្វើការដោយរបៀបណាបាទអរគុណច្រើនសម្រាប់ការចំណាយពេលវេលាទស្សនាបាទជូនពរសុខសប្បាយសំណាងល្អទាំងអស់គ្នាបាទសូមជម្រាបលា